មេរៀនទី57អ្នកលក់មួកនិងសាច់ឆ្វាអំណាញ់ថ្ងៃមួយមានជាងដេមួកម្នាក់បានយកមួកទៅលក់តាមភូមិរាល់ថ្ងៃត្រង់វេលាថ្ងៃត្រង់ថ្ងៃត្រង់គាត់ឈប់សម្រាកនៅក្រោមដើមឈើមួយដែលមានម្លប់ត្រជាក់គាត់ក៏សម្រាកលក់ទៅមួយសន្ទុះក្រោយមកមានសំឡេងខ្ចីខ្ចាយធ្វើឲ្យគាត់ភ្ញាក់គាត់ងើបមើលទៅលើដើមឈើឃើញស្វាមួយហ្វូងកំពុងពាក់មួកគាត់រើសដុំដីគប់សាច់ស្វាទាំងនោះស្វាបេះផ្លែឈើគប់វិញពេលនោះគាត់នឹកឃើញថាសាច់ស្វាចូលចិត្តធ្វើត្រាប់តាមណាស់គាត់ដោះមួកពីក្បាលគប់ទៅស្វាក៏ដោះមួកពីក្បាលគប់វិញទាំងអស់រួចធ្វើដំណើរបន្តទៅទៀតសូមជម្រាប